ប្រហុកមានដូចជាត្រីនិងសាច់ជ្រូក3ជាន់បន្លែស្ករពាងប្រហុកនេះសម្រាប់បាទមានប៉ុណ្ណឹងទីធ្វើស្រួលបងប្អូនខ្ញុំសម្រាប់ពីការងារមួយថ្ងៃមុខធ្វើខប្រហុកត្រីប្រាជាមួយសាច់ជ្រូក3ជាន់ដងត្រីប្រាមួយសាច់ជ្រូក3ជាន់កូនបានប៉ាធ្វើខប្រហុកត្រីប្រាមួយសាច់ជ្រូកហូបបាយច្រើនណាថាឆ្ងាញ់សំខាន់5ចានទៀតអូពេលឆ្ងាញ់មែនបងប្អូនឥឡូវចាប់ដើមច្រើនហើយបងប្អូនពុះក្រូចហើយខផុកត្រីប្រាជាមួយសាច់ជ្រូក3ជាន់របស់យើងបងប្អូនទីធ្វើងាយស្រួលជួយផុកហ្មងផុកស្រែទៀតបងប្អូនប្រហុកត្រីប្រាជាមួយសាច់ឆ្ងាញ់ទេបងប្អូនទាំងអស់គ្នាខ្ញុំក៏គុំក្លិនជះក្លិនឈ្ងុយមកស្រក់ទឹកមាត់ភ្លាមហ្មងប្រហុកនឹងចាប់ដើមឆ្នាំងនេះបងប្អូនពិតជាមានរសជាតិឆ្ងាញ់ណាស់បងប្អូនឈ្ងុយប្រហុកហ្មងបាទស្រែយ៉ាងនេះបងប្អូនហើយនេះខ្ញុំរៀបលាទាំងអស់គ្នាបងប្អូនកូនប៉ាធ្វើម្ហូបហូបបាយច្រើនណាស់បាទចឹងវីដេអូថតបាទប៉ុណ្្នឹងទេបងប្អូនជម្រាបលាបងប្អូនទាំងអស់គ្នា